បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំបាទសូមមកណែនាំនៅប្រភេទម៉ូតូអគ្គិសនីមួយ model បាទនោះគឺជា model C2 បងប្អូននៅខាងក្រៅក្នុងខ្ញុំនេះណាហើយសម្រាប់ model នេះផងដែរគឺមានភាពស្រស់ស្អាតមែនទែនបងប្អូនបាទឥឡូវនេះសូមបងប្អូនទៅមើលជាមួយខ្ញុំទាំងអស់គ្នាតែតើជាមួយនឹងរូបរាងហើយជាមួយនឹង option មួយចំនួនបងប្អូនណាបាទសូមបង្ហាញនៅផ្នែកខាងមុខនៃម៉ូតូអគ្គិសនីបាទ APP model C2 បងប្អូនបាទគឺមានភាពស្រស់ស្អាតមែនទែនបងប្អូនណាបាទភ្លើងគុជ2គ្រាប់នេះគឺភ្លឺច្បាស់មែនទែនបងប្អូនបាទភ្លឺច្បាស់ហើយ model C2 នេះផងដែរបងប្អូនគឺស្អាតមែនទែនបាទនៅផ្នែកខាងជាមួយជើងគៀងបាទមានគុជ2គ្រាប់បាទហើយជាមួយនឹង daytime បងប្អូននេះ daytime របស់គេគឺស្អាតបងប្អូនបាទគឺមានភ្លើង RGB បាទមានភ្លើងបដិញតាមពណ៌បងប្អូនបាទគឺស្អាតមែនទែនបាទបងប្អូននេះគឺខ្ញុំឲ្យបងប្អូនមើលនេះអានេះភ្លើង RGB បងប្អូនបាទស្អាតមានគ្រប់ពណ៌បងប្អូនចម្រុះពណ៌បដិញមកគឺស្អាតមែនទែនបងប្អូនបាទហើយអ្វីដែលពិសេសទៀតបងប្អូននេះសូម្បីតែនៅផ្នែកបាទកង់នេះបងប្អូនកន្លែងខ្ចៅនេះណាបាទពួកគេបាទបំពាក់ជាមួយនឹងគ្រឿងលេងមកដល់ស្អាតមែនទែនបងប្អូនបាទហើយអ្វីដែលពិសេសបងប្អូននេះសូម្បីតែភ្លើងសញ្ញោនេះបាទគួរមានភ្លើង RGB ដែរបងប្អូនគឺមានពណ៌ផ្សេងគ្នាស្អាតមែនទែនបងប្អូនគេដូរពណ៌ស្អាតបាទហើយជាមួយនឹងគុជទៀតបងប្អូននេះគុជនេះគឺភ្លើងខ្លាំងបងប្អូនខ្ញុំបើកគុជសាក់មើលនេះភ្លើងនេះបងប្អូននេះភ្លើងដល់គឺស្អាតមែនទែនបងប្អូនបាទនេះគឺជា model C2 បាទ model full option បាទនៅ APP បងប្អូនបាទគឺស្អាតមែនទែនបាទសូមបិទវិញបាទនេះដោយសារចាំងពេកបាទហើយនៅផ្នែកខាងមុខផងដែរបងប្អូននេះមានតាំងពីបាទក្លោបប្រាំងនេះបាទគឺពណ៌វាស្អាតមែនទែនបាទនេះអត់ទាន់ដាក់កញ្ចក់មួយខាងទេបងប្អូនបាទដោយសារជាងគាត់ទៅសេតហើយទេបាទគាត់អត់ទាន់ដាក់បានកញ្ចក់ទេបាទហើយនេះបាទក្លោបប្រាំងពណ៌មាសចេះគឺស្អាតមែនទែនបងប្អូនបាទបងប្អូនអាចមើលនៅពីខាងមុខពីចំហៀងបាទគឺស្អាតបងប្អូននៅស្អាតហើយសម្រាប់កន្លែងជន់ដាក់ជើងនេះបងប្អូនក៏មានបំពាក់មកជាមួយនឹងប្រភេទដែកដាក់ក្រាស់បងប្អូនបាទគឺក្រាស់មែនទែនដែកនេះណាបាទគឺមានភាពរឹងមាំមែនទែនហើយនៅទីនេះបាទបងប្អូនក៏មានភ្លើងដែរចឹងបងប្អូនជិះបើកភ្លើងនៅពេលយប់អីគឺស្អាតមែនទែនបាទសម្រាប់ model C2 មួយនេះបងប្អូនហើយអ្វីដែលពិសេសទៀតនោះបងប្អូនមើលឃើញនេះសាក់ស៊ីបងប្អូនហើយបងប្អូនជាធម្មតាក៏មិនសូវមានឃើញម៉ូតូអគ្គិសនីនៅក្នុងស្រុកខ្មែរយើងបាទដែលមានបំពាក់ជាមួយនឹងសាក់ស៊ីបែបនេះស្អាតបែបនេះបងប្អូនធំបែបនេះគឺមិនងាយទេមានតែយកទៅលេងយកទៅ modify បន្ថែមទេស្អាតបែបហ្នឹងណាបាទហើយសូម្បីតែប្រភេទបូមបាទគូគេប្រើប្រភេទបូមខ្យល់បងប្អូនបាទបូមខ្យល់នេះគឺស្អាតមែនទែនបាទនៅខាងក្រៅនេះក៏មានគុជមួយគ្រាប់ដែរបងប្អូននេះភ្លឺស្អាតមែនទែនហើយគុជនេះគោជីទៅអត់សូវចាំងភ្នែកដល់គេដែរបងប្អូនបាទគឺស្អាតបងប្អូនបាទមើលទៅគឺស្អាតមែនទែនចឹងបងប្អូនដែលចាប់អារម្មណ៍ស្រឡាញ់ម៉ូតូអគ្គិសនីអីបងប្អូនអាចមកមើលនៅ APP បានបងប្អូនណាបាទមិនថារូបរាងមិនថាភាពមាំភាពធន់បាទហើយម៉ូទ័រខាងក្រោយវិញបងប្អូនណាបាទកម្លាំងម៉ូទ័រគឺ 4000 វ៉ាត់បងប្អូនបាទកម្លាំងម៉ូទ័រធំបាទហើយជាប្រភេទថ្មលីចូមដែលជាប្រភេទថ្មដែលមានគុណភាពខ្ពស់ប្រើប្រាស់បានច្រើនឆ្នាំបងប្អូនបាទថ្មគឺអាចបានប្រើចាប់ពី7រហូតដល់10ឆ្នាំបងប្អូនណាបាទគុណភាពថ្មណាបាទហើយថ្មលីចូមបងប្អូនដឹងទិញមួយគឺប្រើមួយដឹងមួយហើយបងប្អូនចង់បានម៉ូតូអគ្គិសនីដែលស្អាត full option បែបនេះមានការធានាយូរឆ្នាំបងប្អូនជួយមក APP បានបងប្អូនណាបាទហើយសម្រាប់បងប្អូនពេញចិត្តវីដេអូនេះបាទ share មួយ like មួយបាទពេលបងប្អូនចង់បានម៉ូតូអគ្គិសនីតាក់ទងមកខាងខ្ញុំមកគឺទទួលបានតម្លៃពិសេសភ្លាមតែម្ដងបងប្អូនណាបាទតែមើលឃើញតាមរយៈ page ខ្ញុំបាទនេះបងប្អូនបាទ page Mr. Thai ហ្នឹងណាបាទអញ្ចឹងនៅពេលបងប្អូនពេញចិត្តអីបងប្អូនអាចឆាតមកខ្ញុំបាននឹងទទួលបានតម្លៃ promotion ពិសេសជូនបងប្អូនហើយថែមកាដូជូនបងប្អូនជាច្រើនមុខទៀតបាទបើបងប្អូនពេញចិត្តបាទសូមជួយ share មួយផងអរគុណច្រើនបងប្អូន